យើងជួបច្រើនដែរបងប្អូនអាយុ40ជាង50ជាងអត់ដែលផឹកស្រាអត់ដែលមានលាកថ្លើម B ថ្លើម C អីទាំងអស់អ្នកខ្លះជាគូពេទ្យទៀតអញ្ចឹងហើយព្រោះមករីកថ្លើមអត់មានរោគសញ្ញាទេដល់ពេលចែកសុខភាពឃើញមានដុំនៅថ្លើមមានសភាពមានខ្លាញ់រុំថ្លើមគឺទៅជាក្រិនថ្លើមហើយមានដុំសង្ស័យជាមហារីកពិនិត្យចុះឡើងទៅចេញមហារីកថ្លើមបាត់អញ្ចឹងយើងជួបច្រើនករណីឥឡូវជំងឺប្លែកទោះអត់មានលាកថ្លើម B លាកថ្លើម C អត់ផឹកស្រាអីផងគាត់តែថ្លើមរុំខ្លាញ់រុំថ្លើមយើងអត់ដោះស្រាយអត់ព្យាបាលអត់ចាត់ចែងវារាប់ឆ្នាំទៅមុខទៅក៏អាចវិវត្តទៅជាមហារីកថ្លើមបានដែរអញ្ចឹងជាយាមយកចិត្តទុកដាក់ជាងនឹងទៅពិនិត្យសុខភាពសូមឲ្យគូពេទ្យពិនិត្យមើលថ្លើមផងបើមានខ្លាញ់រុំថ្លើមឆាប់ចាត់ចែងព្យាបាល